Bà xung group chấm số phụng mai bong bồn trong ní bà chụp nhầm thế thái sự triệt learning bà video này cứ khi một bong hai phụng mai bong bồn chưng ngon tích ta thử định đách đâm bay đã ở po cả đa rồi bà phụng mai bong bồn nó không Microsoft Word phụng mai bong bồn trong đã po cả đa chẳng ấy nè được phụng mai bong bồn man khơi nhỉ taยังthử định đách đâm bay đã po cả đa nằng mình thấy đã po tì cả đa nằng bà ơi chỉ chú tớ cứ vì po bạn nè po so chẳng ấy thôi mà đã chỉ cái ram nhưng chẳng ta thử đâm đâm bay oi vì ba nơi po xỉn xén po để phục mai bọc ôn trong đã chẳng á mền miên tập po mùi nâng tê cứ miên po xỉn xén tiết tại phục mai bọc ôn trong đã nó lơ ở Slack Microsoft Word rồi bọc phục mai bọc ôn rồi phục mai bọc ôn trong đủ po xỉn xén bà video này cứ clay tới phục mai bọc ôn đó nè qua đầm hai phục mai bọc ôn tích tê cứ chạy tuồng từ nâng ca đã có đặt vào này bà ở trong khát bé dưới nhưng tôi mơ tiếng ởนี้นุกนง Microsoft Word យើងទាំងអស់គ្នាតែមុនទៅមើលបាទពុកម៉ែបងប្អូនដែលទៅតែឃើញវីដេអូនេះក៏ដូចជាវីដេអូផ្សេងៗទៀតផងដែរបាទពុកម៉ែបងប្អូនជួយចុច Subscribe អ្នកមួយទៅបាទបើសិនជាពុកម៉ែបងប្អូនគិតថាវីដេអូនេះអាចជួយដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងពុកម៉ែបងប្អូនក៏អាចមើលវីដេអូផ្សេងៗទៀតផងដែរជាច្រើននៅក្នុង link ខាងក្រោមវីដេអូនេះបាទពុកម៉ែបងប្អូនក៏នៅចុច Simon នឹងឃើញវីដេអូផ្សេងទៀតដែរបាទអញ្ចឹងយើងកុំខាត់ពីយូរតោះជួយទៅក្នុង computer ទាំងអស់គ្នាបាទបាទអញ្ចឹងនេះវីដេអូខ្ញុំថ្ងៃនេះគឺចង់បង្ហាញពុកម៉ែបងប្អូនទៅថាធ្វើម៉េចដើម្បីដាក់กระดาษពណ៌ណាกระดาษផ្ទៃខាងក្រោមឲ្យវាមានពណ៌បែបនេះបាទជាទូទៅគឺបែបនេះសឆ្គុះបែបនេះអញ្ចឹងណាអញ្ចឹងខ្ញុំបើកពីផ្ទាំងបែបនេះដើម្បីឲ្យខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនតែម្ដងនៅពេលបន្តិចទៀតនេះបាទគឺផ្ទាំងនេះឃើញអត់ឃើញអាមួយមានពណ៌ហើយអាមួយកระดาษមួយមានពណ៌กระดาษមួយទៀតផ្ទៃខាងក្រោយពណ៌សធម្មតាបាទអញ្ចឹងដើម្បីដាក់អាពណ៌នឹងបានអត់មានភាពមានអីពិបាកទេពុកម៉ែបងប្អូននៅក្នុង Microsoft Word យើងក្នុងការដាក់ពណ៌ background ឬក៏ការ៉ាស់ពណ៌ផ្ទៃនេះគឺមានភាពងាយស្រួលមែនតើបាទអញ្ចឹងដើម្បីដាក់មកឥឡូវខ្ញុំចូលទៅកាន់នៅกระดาษមួយដែលមានផ្ទៃពណ៌សបាទអញ្ចឹងដើម្បីដាក់វាពុកម៉ែបងប្អូនចូលទៅកាន់ពាក្យថា design នេះគ្រប់វានេះរបារ menu នេះពុកម៉ែបងប្អូនអរគ្នាអាទាំងអស់ហ្នឹងគេហៅថារបារ menu មកជួរលើនេះមានឈ្មោះហ្នឹងណារបារ menu អញ្ចឹងពុកម៉ែបងប្អូនចូលទៅកាន់ design បាទ click on design បាទបន្ទាប់ពីចូលក្នុង design ពុកម៉ែបងប្អូនឃើញមាន head title អីនេះបាទមានអីផ្សេងៗមាន color មាន font អីជាដើមឡាពុកម៉ែបងប្អូនមកមើលកន្លែងគ្រប់នេះគ្រប់គេដាក់ថា page background ហ្នឹងគឺសម្រាប់ដាក់ឲ្យ background ក្រាស់យើងឲ្យមានពណ៌ណាដូចបង្ហាញមិញអញ្ចឹងបាទអញ្ចឹងស្រួលអញ្ចឹងពុកម៉ែបងប្អូនពេលពុកម៉ែបងប្អូនចង់ដាក់ពុកម៉ែបងប្អូនសេឲ្យខ្ញុំដាក់ក៏បានដាក់ឲ្យចាំសេក៏បានដែរអត់អីទេកន្លែងហ្នឹងណាបើសិនជាពុកម៉ែបងប្អូនសេអីហើយពេញទៅអញ្ចឹងទៅសេធម្មតាពុកម៉ែបងប្អូនចង់ដាក់ពណ៌ក៏ដាក់បានបាទអញ្ចឹងពុកម៉ែបងប្អូនចូលទៅកាន់ design ពុកម៉ែបងប្អូនយកពាក្យថាអានេះ watermark ណាបាទវីដេអូក៏ខ្ញុំលំបង្ហាញហើយរបៀបដាក់ watermark ហ្នឹងណាបាទហើយអានេះគឺរបៀបដាក់ color ទេគ្រាន់តែដាក់ពណ៌ page ទេមានន័យថាដាក់ពណ៌ដូចខ្ញុំបង្ហាញមិញហ្នឹងអញ្ចឹងពុកម៉ែបងប្អូនចុចទៅលើ page color ហើយវាមាននេះឃើញអត់សិតតែពណ៌ទាំងអស់ដែលពុកម៉ែបងប្អូនអាចដាក់បានពុកម៉ែបងប្អូនយកមកដាក់លើហ្នឹងទៅវានឹងធ្វើការផ្លាស់ប្ដូរពណ៌ទៅតាមហ្នឹងហើយបាទអញ្ចឹងនេះឃើញអត់អញ្ចឹងពុកម៉ែបងប្អូនស្រឡាញ់ពណ៌ណាក៏យកពណ៌ហ្នឹងទៅស្រេចចិត្តពុកម៉ែបងប្អូនទេតើអត់បាទនេះឃើញអត់បាទពុកម៉ែបងប្អូនស្រឡាញ់ពណ៌ណាដាក់ពណ៌ហ្នឹងទៅបាទពុកម៉ែបងប្អូនចុចលើហ្នឹងណាហើយចង់ដោះវិញក៏ដូចគ្នាណាពុកម៉ែបងប្អូនអរគ្នាដើម្បីដោះពណ៌ហ្នឹងចេញពី background នៅក្នុង Microsoft Word របស់ពុកម៉ែបងប្អូនអរគ្នាគឺដូចគ្នាពុកម៉ែបងប្អូនចូលដាក់កន្លែងណាទៅដោះកន្លែងហ្នឹងទៅបាទពុកម៉ែបងប្អូនចូលទៅកន្លែង design វិញហ្នឹងហើយតមកពុកម៉ែបងប្អូនចូលទៅកន្លែង page color ដដែលហ្នឹងហើយពុកម៉ែបងប្អូនយកពាក្យថា no color នេះឃើញអត់ពុកម៉ែបងប្អូនចុចពាក្យថា no color ហ្នឹងទៅវាបាត់ color ហ្នឹងហើយបាទមួយទៀតពុកម៉ែបងប្អូនដាក់ហើយឧទាហរណ៍ណាបាទដាក់ហើយពុកម៉ែបងប្អូនចង់ print ឲ្យវាចេញមកពណ៌กระดาษពណ៌ណាបាទกระดาษពុកម៉ែបងប្អូនសប៉ុន្តែពេលចេញទៅនៅពេលដែលម៉ាស៊ីនពុកម៉ែបងប្អូន color វាធ្វើឲ្យកระดาษហ្នឹងចេញជា color អញ្ចឹងទៅបាទអញ្ចឹងពុកម៉ែបងប្អូនចុច print នេះមកនេះឃើញវាចេញពណ៌សធម្មតាអត់បាទវាអត់ជាប់ color ទេនេះឃើញទេបើយើងផ្ទៃ background គឺពណ៌ក្រូចអញ្ចឹងណាពណ៌ហ្នឹងបាទពណ៌រៀងដូចទឹកក្រូចហ្នឹងតែនៅពេលដែលពុកម៉ែបងប្អូនចុច print control P មកឃើញថា document របស់យើងឯកសាររបស់យើងទៅជាกระดาษពណ៌សធម្មតា
បាទអញ្ចឹងធ្វើម៉េចកន្លែងហ្នឹងពុកម៉ែបងប្អូនអរគ្នាអញ្ចឹងដើម្បីឲ្យ print ទៅវានៅតែกระดาษពណ៌នឹងដែរចុច Ctrl P នៅជាกระดาษពណ៌នឹងដែរឬក៏ពណ៌អីផ្សេងដែលពុកម៉ែបងប្អូនចង់បានពុកម៉ែបងប្អូនចូលទៅកាន់ layout ពុកម៉ែបងប្អូនអរគ្នាបាទពុកម៉ែបងប្អូនចូលទៅកាន់ layout ហើយបន្ទាប់មកពុកម៉ែបងប្អូនចុចទៅកន្លែងនេះ page setup អាហ្នឹងដើម្បីដាក់ជាប់ពណ៌ណាពុកម៉ែបងប្អូនចុចចូលកន្លែង page setup ហ្នឹងហើយបន្ទាប់មកវា load function មកកន្លែង page តែម្ដងបាទអញ្ចឹងពុកម៉ែបងប្អូនចូលទៅកាន់កន្លែង page បើសិនជា margin ពុកម៉ែចូល page មកណានេះកន្លែងខាងលើនេះហើយចាំមកពុកម៉ែបងប្អូនកន្លែងខាងក្រោមនេះពាក្យថា print option ពុកម៉ែបងប្អូនចុច print ពុកម៉ែបងប្អូនឃើញនេះ tick កន្លែងមួយមកនេះកន្លែង printing option នេះពុកម៉ែបងប្អូន tick មក print background color image ពុកម៉ែបងប្អូន tick វាហើយចុច OK ហើយចុច OK មួយទៀតបន្ទាប់ពីប៉ុណ្ណឹងហើយពុកម៉ែបងប្អូនធ្វើការចុច control អក្សរ P print ហ្នឹងឬក៏ចុចសញ្ញារូប print នេះទៅគឺវា load ពណ៌ហើយឃើញហើយពុកម៉ែបងប្អូនអរគ្នាបាទលុយពុកម៉ែបងប្អូនគ្នានៅពេលដែលពុកម៉ែបងប្អូនចង់ print កណ្ដាស់ដែលមានពណ៌ឲ្យវាចេញបាទដើម្បីដោះអាហ្នឹងក៏ដូចគ្នាបាទដើម្បីឲ្យវាចេញក្រាស់ធម្មតាណាបើសិនជាពុកម៉ែបងប្អូនដាក់ក្រាស់ពណ៌ស print មកវាចេញធម្មតាទេវាអត់អីទេកន្លែងហ្នឹងណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេក្នុងការបង្ហាញពុកម៉ែបងប្អូននៅក្នុងថ្ងៃនេះបាទបើសិនជាវាមានប្រយោជន៍ឬក៏វាជួយខ្លះដល់ពុកម៉ែបងប្អូនដល់គ្នាពុកម៉ែបងប្អូនអាចចុច subscribe នៅមួយទៅជាពិសេសពុកម៉ែបងប្អូនដែលទើបឃើញនៅវីដេអូនេះបាទអរគុណច្រើនសង្ឃឹមថាវីដេអូនេះមានប្រយោជន៍ហើយសង្ឃឹមថានឹងជួបពុកម៉ែបងប្អូននៅវីដេអូក្រោយបាទសូមជម្រាបលាបាយ